ថ្ងៃអាទិត្យទី17សីហានេះជាថ្ងៃទី4នៃដំណើរទស្សនកិច្ចរបស់ប្រមុខសង្ឃកាតូលិកសម្ដេចប៉ាក់ Francois នៅក្នុងទឹកដីកូរ៉េខាងត្បូងថ្ងៃនេះព្រះអង្គបានយាងចេញពីទីក្រុងសេអ៊ូលទៅកាន់ទីក្រុង Hemi ស្ថិតនៅប៉ែកនិរតីប្រទេសនៅទីនោះសម្ដេចប៉ាក់បានជួបសន្ទនាជាមួយនឹងគណៈសង្ឃកាតូលិកប្រមាណជា70អង្គមកពីប្រទេសអាស៊ីចំនួន35ប្រទេសនៅក្នុងតំបន់និងត្រូវចូលរួមនៅក្នុងពិធីបិទទិវាយុវជនអាស៊ីលើកទី6គឺនៅក្នុងជំនួបជាមួយគណៈសង្ឃកាតូលិកមកពីបណ្ដាប្រទេសអាស៊ីសម្ដេចប៉ាបានអំពាវនាវឲ្យវិហារកាតូលិកប្រកាន់យកនៅកាយវិការសណ្ដោសប្រណីនិងប្រកបដោយលក្ខណៈស្ថាបនាព្រមទាំងបានឆ្លៀតបញ្ជូនសារទៅកាន់បណ្ដាប្រទេសដែលនៅមិនទាន់មានទំនាក់ទំនងផ្លូវទូតជាមួយនឹងបូរីវ៉ាទីកង់ពិសេសគឺប្រទេសចិននៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិថ្ងៃនេះយើងមានអន្តរាគមន៍ពីគួយគុណធីរ៉ាជំរាបសួរគុណធីរ៉ាសួស្តីម៉ូនីកាតើអ្វីទៅជាខ្លឹមសារនៃសារដែលសម្ដេចប៉ាក់ Francois បានបញ្ជូនទៅកាន់ប្រទេសចិនតាមពិតទៅម៉ូនីកាសម្ដេចប៉ាប់មិនបានមានព្រះបន្ទូលសម្ដៅតែប្រទេសចិនមួយប៉ុណ្ណោះទេតែបានសម្ដៅបណ្ដាប្រទេសទាំងឡាយណាដែលនៅមិនទាន់មានទំនាក់ទំនងផ្លូវទូតជាមួយបូរីវ៉ាទីកង់នៅឡើយប្រទេសទាំងនោះរួមមានចិនកូរ៉េខាងជើងអាហ្គានីស្ថានអារ៉ាប៊ីសាអូឌីតប៊ូតង់ប្រុយណេឡាវវៀតណាមអូម៉ង់ឬមួយក៏ប្រទេសមីយ៉ាន់ម៉ាជាដើមសម្ដេចប៉ាប់បានទទួលស្គាល់ថាអាស៊ីជាទ្វីបមួយដែលមានសាសនាចម្រុះនិងវប្បធម៌ចម្រុះតែព្រះអង្គចង់ឃើញគ្រឹះសាសនាក្លាយជាសាសនាមួយដែលមិនត្រូវបានគេរំលោភបំពានរារាំងនោះទេទន្ទឹមគ្នានេះព្រះអង្គក៏បានអំពាវនាវឲ្យអ្នកកាន់គ្រឹះសាសនាទាំងអស់ប្រកាន់យកនៅអេរយាបថសណ្ដោសប្រណីនិងប្រកបដោយលក្ខណៈស្ថាបនាគឺជាមួយនឹងកាយវិការបើកចំហនេះហើយដែលសម្ដេចប៉ាបបានឆ្លៀតអំពាវនាវដល់ប្រទេសអាស៊ីណាដែលនៅមិនទាន់មានទំនាក់ទំនងការទូតជាមួយបូរីវ៉ាទីកង់ឲ្យផ្ដើមបើកកិច្ចចរចាដើម្បីផលប្រយោជន៍រួមទាំងអស់គ្នានៅត្រង់ចំណុចនេះសម្ដេចប៉ាបចង់មានបន្ទូលសម្ដៅប្រទេសចិនដែលគ្មានទំនាក់ទំនងផ្លូវទូតជាមួយបូរីវ៉ាទីកង់តាំងពីឆ្នាំ1949មកម្លេះពលតាំងពីការឡើងកាន់អំណាចរបស់គណៈបកកុម្មុយនីសចិនមកការនិយាយយ៉ាងដូចនេះមិនមែនមានន័យថាចិនមិនមានវិហារកាតូលិកឬមួយក៏អ្នកកាន់គ្រឹះសាសនានោះទេតែសហគមន៍សាសនាមួយនេះត្រូវបានបែងចែកជាពីរនៅម្ខាងគឺវិហារកាតូលិកផ្លូវការរបស់រដ្ឋដែលគេហៅថាសមាគមស្នេហាមាតុភូមិស្មោះត្រង់នឹងបកកុម្មុយនីសនិងនៅម្ខាងទៀតជាវិហារកាតូលិកលួចលាក់ដែលស្មោះត្រង់នឹងបូរីវ៉ាទីកង់អ្នកនាំពាក្យបូរីវ៉ាទីកង់បានថ្លែងថាចិនមិនគួរណាបារម្ភខ្លាចបូរីវ៉ាទីកង់លូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយព្រោះវាជារឿងសាសនាសុទ្ធសាធគ្មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេម៉ូនីកាចុះអ្វីទៅដែលជាឧបសគ្គដែលនាំឲ្យចិននិងបូរីវ៉ាទីកង់នៅមិនទាន់អាចភ្ជាប់ទំនាក់ទំនងការទូតរវាងគ្នាបានគុណធីរ៉ាដំបូងគួរជម្រាបជូនថានេះមិនមែនជាលើកទី1ទេដែលបូរីវ៉ាទីកង់បានប្រើនយោបាយការទូតទន់ភ្លន់ជាមួយចិនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលបូរីវ៉ាទីកង់បានអំពាវនាវឲ្យមានកិច្ចចរចាជាមួយរដ្ឋអំណាចចិនដើម្បីបិទបញ្ចប់អធិការរវាងគ្នាតែចិននៅបន្តប្រកាន់ជំហរដាច់ខាតរបស់ខ្លួនតែអ្វីដែលគួរឲ្យកត់សម្គាល់បន្តិចនៅក្នុងទស្សនកិច្ចរបស់សម្ដេចប៉ាបនៅអាស៊ីពេលនេះគឺថាចិនបានអនុញ្ញាតឲ្យយន្តហោះរបស់សម្ដេចប៉ាប Francois ហោះកាត់ដែនអាកាសរបស់ខ្លួនទៅកាន់កូរ៉េខាងត្បូងកាលនៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចប៉ាបយ៉ុងប៉ូលទី2នៅអាស៊ីក្នុងឆ្នាំ1999យន្តហោះរបស់សម្ដេចប៉ាបយ៉ុងប៉ូលទី2បានហោះវាងដែនអាកាសចិនទៅកាន់ប្រទេសឥណ្ឌាតាមពិតទៅមានប្រធានរឿងសំខាន់តែពីរគត់ដែលបានធ្វើឲ្យបូរីវ៉ាទីកង់និងប៉េកាំងបន្តមើលមុខគ្នាមិនចំរហូតមកដល់សប្តាហ៍ថ្ងៃទី1គឺតាក់ទងនឹងការជ្រើសរើសគណៈសង្ឃកាតូលិកចិនដែលរដ្ឋអំណាចចិននិងបូរីវ៉ាទីកង់បន្តប្រទាញប្រទង់គ្នាដើម្បីសម្រេចបូរីវ៉ាទីកង់ថានេះជាទួលនីតិរបស់ខ្លួនក្នុងការជ្រើសរើសតែចិនបានអះអាងថាត្រូវតែមានការយល់ព្រមពីខ្លួនជាមុនសិនចំណែកប្រធានរឿងចម្រូងចម្រាសទី2គឺតាក់ទងនឹងរឿងដែលបូរីវ៉ាទីកង់បានទទួលស្គាល់កោះតៃវ៉ាន់ជាផ្លូវការគឺរឿងកោះតៃវ៉ាន់នេះហើយដែលបានធ្វើឲ្យចិនក្តៅក្រហាយជាងគេព្រោះថាក្រោមភ្នែកច្រមុះរបស់ទីក្រុងប៉េកាំងតៃវ៉ាន់មិនមែនជាប្រទេសឯករាជ្យមួយទេតែជាខេត្តឧទាមួយរបស់ខ្លួនដែលចិនមិនញញើទាំងវាប្រហារប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនោះគួរជំរាបជូនថាគុំថាឡើយបូរីវ៉ាទីកង់សូម្បីប្រទេសណាក៏ដោយដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ឬមួយក៏ហ៊ានល្អុកល្អឿនជាមួយតៃវ៉ាន់ក៏ចិនមិនសប្បាយចិត្តដែរម៉ូនីកាកាលពីការព្យាយាមបោះដៃជាថ្មីទៅរកប្រទេសចិនគុណធីរ៉ាសាររបស់សម្ដេចប៉ាក៏បានផ្ដោតទៅរកប្រទេសកុម្មុយនីសនៅអាស៊ីផ្សេងដែរដូចយ៉ាងកូរ៉េខាងជើងនិងវៀតណាមជាដើម
តាមពិតទៅម៉ូនីកានាដំណើរទស្សនកិច្ចរបស់សម្ដេចប៉ាបក្នុងទឹកដីកូរ៉េត្បូងវិហារកាតូលិកនៅកូរ៉េត្បូងក៏បានអញ្ជើញសមាជិករបស់សមាគមកាតូលិកកូរ៉េជើងដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋឲ្យចូលរួមដែរតែត្រូវបានរដ្ឋអំណាចក្រុងព្យុងយ៉ាងបដិសេធដោយកូរ៉េជើងមិនសប្បាយចិត្តនឹងសមយុទ្ធរវាងទាហានកូរ៉េត្បូងនិងអាមេរិកនៅកូរ៉េជើងសិទ្ធិសេរីភាពសាសនាត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញតែការអនុវត្តជាក់ស្ដែងមិនត្រូវបានអនុញ្ញាតទេដោយឡែកជាមួយប្រទេសវៀតណាមវិញកិច្ចសន្ទនារវាងបូរីវ៉ាទីកង់និងក្រុងហាណូយកំពុងមានដំណើរការទៅមុខជានិច្ចហើយបើគ្មានអ្វីចូលមករារាំងនោះទេការភ្ជាប់ទំនាក់ទំនងការទូតរវាងបូរីវ៉ាទីកង់និងវៀតណាមនឹងអាចចាប់ផ្ដើមមាននៅប្រមាណឆ្នាំខាងមុខម៉ូនីកាអរគុណគុណធីរ៉ា